ខ្ញុំគិតថាដោយសារគាត់កាន់ iCom ច្រើនទេមើលទៅ iCom 2 3នេះបានគាត់ធ្វើអញ្ចឹងបើសិនគាត់កាន់ iCom តែមួយប្រហែលជាអត់អីទេអញ្ចឹងសួស្តីបងប្អូនខ្ញុំគិតថាបងប្អូនសុខសប្បាយជាទាំងអស់គ្នាទេថ្ងៃនេះក៏មានរឿងចម្លែកមួយដែរហើយនឹងគឺជាព័ត៌មានមួយសម្រាប់បងប្អូនដែលមាន iCom កាន់បាទបងប្អូនដឹងហើយអ្នកដែលមាន iCom កាន់ហ្នឹងអឺបើគាត់ជាមន្ត្រីនគរបាលប៉ូលីសទេគាត់មានសភាពរៀបសារជាបញ្ហាប៉ុន្មានទេគាត់កាន់ត្រឹមតែមួយគ្រឿងអីទេប៉ុន្តែបើសិនតែគាត់នឹងមាន iCom កាន់ចាប់ពី2គ្រឿងឡើងទៅហើយជាពិសេសគឺសន្តិសុខភូមិតែហ្មងបងប្អូនខ្ញុំក៏អ្នកធ្វើសន្តិសុខភូមិដែរគេអត់ដើរថតដើរអីអញ្ចឹងដូចបងម្នាក់ហ្នឹងឯងបងម្នាក់ដែលនេះដើរថតផ្លាកលេខម៉ូតូរបស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋទាំងគេទាំងខ្ញុំកាលណាគេមកថតអញ្ចឹងបើយើងអត់មានកំហុសអីយើងមានអារម្មណ៍ថា inconvenient អត់មានអារម្មណ៍ថាសុខតបប្រមល់ក្នុងចិត្តណាអត់សុខស្រួលទេបាទបើគេមកថតម៉ូតូយើងដើរមកថតយើងដោយមិនមានការអនុញ្ញាតអីជាដើមអញ្ចឹងឬក៏ថតហើយថតទៀតមើលទៅដូចជាមានបញ្ហាក្នុងខ្លួនអញ្ចឹងយើងមានអារម្មណ៍ថាស្គិញនៅក្នុងខ្លួនវាអត់ស្រួលខ្លួនទេអញ្ចឹងសូមផ្ដាំកុំឲ្យមានរឿងថ្មីទៀតសន្តិសុខកុំឲ្យខ្ញុំគិតថាដោយសារគាត់កាន់ iCom ច្រើនទេមើលទៅ iCom 2 3នេះបានគាត់ធ្វើអញ្ចឹងបើសិនគាត់កាន់ iCom តែមួយប្រហែលជាអត់អីទេអញ្ចឹងជាសារផ្ដែផ្ដាំកុំកាន់ iCom ច្រើនហើយបងឯងដើរថតដើរអីគេអញ្ចឹងវាអត់តំណងទេអត់មានរឿងអីទេខ្ញុំគាត់តែផ្ដែផ្ដាំប៉ុណ្ណឹងអរគុណច្រើនកុំឲ្យមានរឿងថ្មីកើតឡើងអីអញ្ចឹងទៀតវាអត់សុខសប្បាយអីទេបើយើងដើរទៅថតដើរអីអញ្ចឹងហើយអ្នកដែលគេថតហ្នឹងក៏អត់សប្បាយចិត្តដែរអញ្ចឹងឯងដូចឃើញក្នុងវីដេអូហ្នឹងប៉ុន្តែទោះបីយ៉ាងណាខ្ញុំឃើញព័ត៌មានខាងអធិការខណ្ឌហៅគាត់ទៅអប់រំហើយអត់មានធ្វើសកម្មភាពដូចអញ្ចឹងទៀតទេហើយគាត់ក៏មិនធ្វើអីកំហុសអីជាធំដុំដែរគាត់ថាវាធ្វើឲ្យយើងអត់មានសំណក់សុខសប្បាយអីក្នុងខ្លួនវា inconvenient តែអញ្ចឹងទៅអ្នកដែលត្រូវបានគេថតម្ដងហើយម្ដងទៀតហ្នឹងគាត់អត់សប្បាយចិត្តគាត់ឃើញគាត់ប្រកាន់គ្នាអីជាដើមអញ្ចឹងណាចឹងហើយអញ្ចឹងបើសិនគាត់កាន់ iCom តែមួយប្រហែលជាអត់អីទេអញ្ចឹងជាសារផ្ដែផ្ដាំកុំកាន់ iCom ច្រើនហើយបងឯងដើរថតដើរអីគេអញ្ចឹងវាអត់តំណងទេអត់មានរឿងអីទេខ្ញុំគាត់តែផ្ដែផ្ដាំប៉ុណ្ណឹងអរគុណច្រើនកុំឲ្យមានរឿងថ្មីកើតឡើងអីអញ្ចឹងទៀតវាអត់សុខសប្បាយអីទេបើយើងដើរទៅថតដើរអីអញ្ចឹងហើយអ្នកដែលគេថតហ្នឹងក៏អត់សប្បាយចិត្តដែរអញ្ចឹងឯងដូចឃើញក្នុងវីដេអូហ្នឹងប៉ុន្តែទោះបីយ៉ាងណាខ្ញុំឃើញព័ត៌មានខាងអធិការខណ្ឌហៅគាត់ទៅអប់រំហើយអត់មានធ្វើសកម្មភាពដូចអញ្ចឹងទៀតទេហើយគាត់ក៏មិនធ្វើអីកំហុសអីជាធំដុំដែរគាត់ថាវាធ្វើឲ្យយើងអត់មានសំណក់សុខសប្បាយអីក្នុងខ្លួនវា inconvenient តែអញ្ចឹងទៅអ្នកដែលត្រូវបានគេថតម្ដងហើយម្ដងទៀតហ្នឹងគាត់អត់សប្បាយចិត្តគាត់ឃើញគាត់ប្រកាន់គ្នាអីជាដើមអញ្ចឹងណាចឹងហើយបានថាបើធ្វើសន្តិសុខហើយកាន់ iCom មួយបានហើយតែកាន់ iCom ច្រើនអញ្ចឹងបងឯងមកតាបដូរចរិតអីអញ្ចឹងក៏សូមផ្ដាំផ្ញើទៅបងប្អូនដែរដែលធ្វើសន្តិសុខគាត់ធ្វើដូចគាត់នឹងបញ្ញត្តិគេហៅទៅអប់រំប៉ុន្តែគាត់ក៏មិនមែនធ្វើជាទូកំហុសអីដែរគាត់នៅហៅគាត់អប់រំទៅបានហើយដកហូត iCom គាត់កុំឲ្យគាត់កាន់ច្រើនទៅបានហើយអរគុណច្រើនអត់មានអីទេបាយ